សំឡេងនេះគួរឲ្យខ្លាចមែនតើអ្នកនរគ្នាចាំខ្ញុំដាក់សំឡេងឲ្យអ្នកនរគ្នាស្ដាប់ដោយនៅឆ្នាំ1997មានអង្គការសមុទ្រនិងអាកាសអាមេរិក NOAA ពួកគាត់បានដាក់ឧបករណ៍ស្ដាប់សំឡេងនៅក្រោមទឹកដើម្បីតាមដានសកម្មភាពនៅក្នុងមហាសមុទ្រអ្នកនរគ្នាហើយប៉ុន្តែពួកគេបានចាប់បានសំឡេងមួយដែលមិនមែនធម្មតាទៀតទេវាមានកម្លាំងខ្លាំងមែនទែនហើយអាចស្ដាប់បានពីចម្ងាយរាប់ពាន់គីឡូម៉ែត្រឯណោះសំឡេងនេះអត់ដូចសត្វណាមួយដែលគេធ្លាប់ស្គាល់នោះទេអ្នកនរគ្នាហើយវាមានលក្ខណៈដូចជាសត្វមានជីវិតដែលកំពុងហៅឬរំញោចនៅក្រោមទឹកជ្រៅដូច្នោះដែរដោយគេបានដាក់ឈ្មោះឲ្យសំឡេងនោះថា Loop ហើយអ្នកវិទ្យាសាស្ត្របានប្រៀបធៀបសំឡេងនេះជាមួយនឹងសត្វធំៗដូចជាត្រីបាឡែនប៉ុន្តែ Loop ហ្នឹងខ្លាំងជាងពួកវាជាច្រើនដងអ្នកនរគ្នាអញ្ចឹងមានន័យថាបើសិនជាវាមកពីសត្វមួយដែលពិតសត្វនោះគឺត្រូវតែធំជាងអ្វីដែលយើងធ្លាប់ឃើញនៅលើផែនដីអាចដែរអ្នកនរគ្នាដោយសារតែនៅក្រោមបាតសមុទ្រជ្រៅហ្នឹងគឺអត់មានពន្លឺព្រះអាទិត្យអាចទៅដល់ទេប្រហែលជាវាមានអ្វីមួយកំពុងតែរស់នៅដោយស្ងៀមស្ងាត់ក៏ថាបានដែរមានទ្រឹស្ដីជាច្រើននឹងបាននិយាយថាវាអាចជាសម្លេងពីការបាក់បែកទឹកកកនៅតំបន់អង់តាក់ទិកឬក៏ខ្លះទៀតគាត់បានជឿថាវាអាចជាសត្វដ៏មហិមាដែលយើងទាំងគ្នាមិនទាន់បានរកឃើញប្រហែលជាដូចជារឿងព្រេងដូចជា Kraken អីជាដើមប៉ុន្តែបញ្ហានោះគឺអត់មានអ្នកណាអាចបញ្ជាក់បាន 100% ថាវាជាអ្វីឲ្យពិតប្រាកដនោះទេហើយសម្លេងនេះក៏មិនបានកើតឡើងញឹកញាប់ទៀតផងដូចជាវាបានបង្ហាញខ្លួនបានតែម្ដងហើយក៏បាត់ទៅវិញតាមពិតទៅសប្តាហ៍ថ្ងៃនេះមនុស្សយើងមានបច្ចេកវិទ្យាខ្លាំងមែនទែនប៉ុន្តែសមុទ្រជ្រៅនៅតែជាកន្លែងដ៏អាថ៌កំបាំងដែលមនុស្សខ្លះគឺអត់អាចស្រាវជ្រាវបាននៅឡើយទេហើយចំពោះអ្នកទាំងអស់គ្នាគិតថា The Loop នឹងជាសម្លេងរបស់ធម្មជាតិឬក៏ជាសម្លេងរបស់សត្វចម្លែកណាមួយសូមកុំភ្លេច comment នៅក្រោមវីដេអូនេះសូមភ្លេចជួយ follow និង subscribe បើសិនជាអ្នកទាំងអស់គ្នាចង់ដឹងរឿងរ៉ាវជាមួយពិភពលោក